ngày nay cứ chỉ ngày TV 2 ដែលខ្ញុំបកណាបានចុះមកដល់ផ្ទះលោកតាយីមយីបូគាត់នៅភូមិប្រាសាទឃុំដាអញ្ចឹងទេទឹកបតីរបស់ព្រះអង្គចៅអធិការវត្តព្រះពុទ្ធលក្ខណានឹងចែករំលែកថាការខ្វះខាតនោះបន្តិចបន្តួចដោយបកូនណាព្រះអង្គស្ដេចប៊ូគ្រីលោកជាសេនាដៃស្ដាំរបស់ព្រះអង្គអញ្ចឹងព្រះអង្គឲ្យចាត់ចែងមានកនោះបន្តិចទៅមានត្រីខនោះពីកំប៉ុងទឹកស៊ីអ៊ីវទឹកត្រីសៀងមីបន្តិចបន្តួចដើម្បីជួយដល់បងប្អូនពុទ្ធបរិស័ទនៅជិតវត្តព្រះពុទ្ធលក្ខណាមហាវិហារនេះបានតិចៗម្នាក់ដើម្បីរំដោះគេហៅថារំដោះពេលបាទអរគុណហើយបាទថ្ងៃនេះគឺថ្ងៃទី2ហើយដែលខ្ញុំជាគណៈកម្មការអាចារ្យវត្តព្រះពុទ្ធលក្ខណាមហាវិហារដោយដឹកនាំទេយទានបាទបន្តិចបន្តួចមកដល់ផ្ទះដននៅភូមិប្រាសាទឃុំដាស្រុកកំពង់លែងអញ្ចឹងមានបន្តិចបន្តួចនេះគឺព្រះចៅអធិការជាតំណាងឲ្យសម្ដេចប៊ូគ្រីមកទោសនេះចាស់អត់សូវប្រសពហៅអញ្ចឹងទេគឺបាទតំណាងដល់ខ្ពង់ខ្ពស់របស់ព្រះអង្គហ្នឹងគឺចៅអធិការវត្តព្រះពុទ្ធលក្ខណាមហាវិហារមើលឃើញដោយបងប្អូនប្រជាពលរដ្ឋមានការខ្វះខាតខ្វះមុខខ្វះក្រោយអញ្ចឹងបាទលោកក៏មានបតីជ្រះថ្លាចាត់ចែងទឹកត្រីមួយដបទឹកស៊ីវមួយដបថៃខពីកំប៉ុងទឹកត្រីទឹកស៊ីអ៊ីវហើយនឹងសៀងបាទអង្ករមីបន្តិចបន្តួចដើម្បីជូនមកដល់ដនបឿននៅប្រាសាទភូមិប្រាសាទនឹងបាទភូមិប្រាសាទឃុំដាស្រុកកំពង់លែងបាទមកដល់ផ្ទះផ្ទាល់បាទឃើញហើយថាការខ្វះខាតគាត់ថ្ងៃនេះគឺថ្ងៃទី2ដែលខ្ញុំបានបាទជាគណៈកម្មការអាចារ្យវត្តតាសូគឺហៅវត្តតាសូហ្នឹងគឺវត្តព្រះពុទ្ធលក្ខណាមហាវិហារដោយសម្ដេចសព្វដីប៊ូគ្រីមានព្រះចៅអធិការនៅវត្តព្រះពុទ្ធលក្ខណាមហាវិហារហ្នឹងគឺបងប្អូនដែលប្រជាពលរដ្ឋក្រពិតប្រកបបាទពិតប្រកបអញ្ចឹងលោកក៏មានបតីចែករំលែកអត់មានស្អីច្រើនទេមានតែទឹកត្រីបាទមួយដបទឹកសៀងទឹកស៊ីអ៊ីវត្រីខមីនិងក៏បន្តិចបន្តួចដើម្បីជួយរំដោះពេលដល់ប្អូនសង្ហោនៅភូមិគុយឃុំដាស្រុកកំពង់លែងយើងនឹងឯងនៅឯវត្តព្រះពុទ្ធលក្ខណាដែរអត់ឆ្ងាយប្រហែលទេក៏ប៉ុន្តែដូចថាគាត់ឈឺផងបាទហើយក្រទៀតអញ្ចឹងមិននេះទេដូចថាក្រមែននឹងឯងបាទអរគុណ